សូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងក្នុងចិត្តមួយដែលត្រូវតែនិយាយដើម្បីបង្ហាញទៅមនុស្សទូទៅទាំងអស់គ្នាដែលអ្នកខ្លះកំពុងមានបញ្ហាដូចជាខ្ញុំហើយនិយាយទៅបន្ទាប់ពីខ្ញុំបានវិបស្សនាហើយអារម្មណ៍របស់ខ្ញុំខុសពីមុនឥឡូវខ្ញុំនិយាយពីមុនដែលខ្ញុំវិបស្សនានេះហើយជារឿងដែលខ្ញុំចង់ប្រាប់បងប្អូនហើយมันអាចលាក់លៀមអ្វីដែលយើងចង់បង្ហាញគឺបង្ហាញដើម្បីឲ្យបងប្អូនដឹងថាវាជាបទពិសោធន៍ហើយខ្ញុំបានរួចរំដោះចេញពីវាខ្ញុំចង់និយាយថា ខ្ញុំធ្លាប់ចង់ស្លាប់ខ្លួន3ដងដោយសារតែបញ្ហាសេដ្ឋកិច្ចបញ្ហាវិបត្តិ COVID-19 វាបូកផ្សំគ្នាច្រើនពេកហើយនិយាយទៅខ្ញុំគឺជាអ្នកស្រឡាញ់ភាពយន្តងប់ងល់ខ្លាំងមែនតើគឺជាអ្នកដែលស្រឡាញ់ទាំងយប់ទាំងថ្ងៃគឺស្រឡាញ់ភាពយន្តចង់ធ្វើម៉េចចង់នាំវិស័យភាពយន្តចង់ផលិតភាពយន្តទៅដល់ស្រុកគេចង់ទៅដល់ Hollywood ចង់បានពាន Hollywood តែនៅពេលដែលវិបត្តិសេដ្ឋកិច្ចមានបញ្ហាហើយ COVID-19 មកដល់ហើយខ្ញុំបានធ្វើរឿង COVID-19 ហើយភាពយន្តហ្នឹងឯងដែលជាភាពយន្តដែលបរាជ័យធំធេងសម្រាប់ខ្ញុំដែលអត់មានអ្នកមើលតសោះបានន័យថាយើងចាយថវិកាទៅគឺយើងបានត្រឡប់មកវិញគឺ0ដូចហែកលុយចោលហ្នឹងឯងគឺខ្ញុំជឿចាប់មែនតែនមិនមែនជឿចាប់នឹងបងប្អូនអត់មើលទេជឿចាប់ត្រូវធ្វើអីទៀតមានលុយណាបើយើងអស់លុយពេលហ្នឹងខ្ញុំមានបញ្ហាប្រកាសលក់ផ្ទះលក់ឡានហើយវិបត្តិចាប់ផ្ដើមមានហ្នឹងឯងដែលលើកទី1ដែលខ្ញុំចង់ស្លាប់ខ្លួនហ្នឹងគឺនៅផ្ទះដែលខ្ញុំមុននឹងលក់ហ្នឹងខ្ញុំនិយាយទៅបញ្ហាខ្ញុំនឹងស្រាយប្រាប់បងប្អូនមួយថាមូលហេតុអីបានយើងចង់ស្លាប់ខ្លួនហើយវាចិត្តតែចង់ឲ្យយើងស្លាប់ខ្លួនបូកជាមួយនឹងយើងផឹកស្រារាល់ពេលដែលខ្ញុំចង់ស្លាប់ខ្លួនគឺតែងតែមានស្រាចូលខ្លួនចឹងថ្ងៃនោះខ្ញុំពិបាកចិត្តខ្ញុំផឹកហើយខ្ញុំដេកនៅមុខផ្ទះដេកនៅលើឥដ្ឋមុខផ្ទះតែម្ដងហើយភ្លើងកំពុងដុតសម្រាមកណ្ដាស់ឯកសារអីញ៉ៃដែលមិនសប្បាយចិត្តយើងដុតចោលហើយទីបំផុតយើងងើបឈរយើងចង់ស្លាប់ខ្លួនយើងចង់ទៅដុតខ្លួនប៉ុន្តែចៃដន្យអីភ្លើងវាលាក់ធ្វើឲ្យយើងរួចខ្លួនហ្នឹងជាចំណុចទី1និយាយទៅបន្ទាប់ពីខ្ញុំប៉ងស្លាប់ខ្លួននឹងមកបានន័យថាយើងបញ្ហាយើងទៅរស់ស៊ីនៅសៀមរាបក៏វាបរាជ័យហើយវាបរាជ័យផ្ទួនយើងត្រឡប់មកពេញវិញក៏វាពិបាកហើយពេលដែលយើងមានបញ្ហាកម្រមានអ្នកណាគេមកជួយយើងអាហ្នឹងយើងត្រូវចងចាំយើងត្រូវងើបដោយខ្លួនឯងមួយឆ្នាំជាងមកនេះដែលខ្ញុំគិតខុសហ្នឹងគឺខ្ញុំរឹងគិតតែចង់ធ្វើភាពយន្តហើយដោយសារតែវិបត្តិសេដ្ឋកិច្ចមនុស្សទាំងអស់គ្នាមិនចង់ចាយលុយច្រើនមិនងាយអ្នកវិនិយោគណាតម្លាក់លុយរាប់ម៉ឺនឲ្យយើងថតគុណមួយឆ្នាំដែលខ្ញុំធ្វើខុសហ្នឹងគឺខ្ញុំរឹងខ្ញុំបដោតចង់បានតែកម្រោងភាពយន្តព្រលឹមឡើងខ្ញុំទៅលាក់កម្រោងទៅគេពីម្នាក់ទៅម្នាក់ពេលដែលល្ងាចឡើងខ្ញុំមើលសារគេនៅពេលដែលគេបដិសេធខ្ញុំពិបាកចិត្តខ្ញុំយកស្រាជាត្រីមុខផឹកនេះហើយជាបញ្ហាស្អែកឡើងដាក់ទៅគេម្នាក់ទៀតមិនបានល្ងាចឡើងមើលទៀតមិនបានផឹកសុរារហូតដល់មួយឆ្នាំសុខភាពខ្ញុំទ្រុឌទ្រោមមែនទែនមុខខ្ញុំប៉ោងហើមឡើងគីឡូ85គីឡូបងប្អូនហើយខ្ញុំចាំបាននេះកន្លែងនេះហើយកន្លែងដែលខ្ញុំប៉ងចង់លោតស្លាប់ខ្លួនចង់លោតទឹកដោយសារតាមានបញ្ហា stress ខ្លាំងពេកហើយមានអ្នកមិត្តភ័ក្តិយើងខ្លះក៏ធម្មតាអ្នកខ្លះគេ bully យើងនៅពេលដែលយើងពិបាកចិត្តគេតែងតែ bully យើងគេដឹងតែយើងនឹងធ្លាប់ចង់ស្លាប់ខ្លួនគេថាបើយើងចង់លោតនៅចិត្តបឹងទៅមិនបាច់ទៅឆ្ងាយអាពេលហ្នឹងដែលអារម្មណ៍យើងមិនល្អហើយថ្ងៃមួយនោះខ្ញុំហូបអីជាមួយគេហៅយើងទៅហូបតែយើងសូម្បីតែលុយម៉ូតូឌុបក៏អត់មានជិះដល់ពេលយើងហូបហើយហូបជាមួយគេមិនសប្បាយចិត្តយើងក៏ដើរចេញយើងដើរតាំងពីកន្លែងហាងដើរមកដល់នេះនិយាយទៅបងប្អូនប៉ងចង់លូតតែម្ដងប៉ុន្តែនៅពេលដែលយើងដើរមកហាក់ដូចជាស្អីដែលបាំងកន្លែងនេះឲ្យយើងឃើញហើយយើងដើរដល់ផ្ទះ អ
ខ្ញុំសង្វេគមែនតើហ្នឹងចំណុចទី2ដែលខ្ញុំបានធ្វើវាសម្រាប់ប៉ងសម្រាប់ខ្លួនលើកទី2ហើយលើកទី3ហ្នឹងគឺលើកចុងក្រោយដែលខ្ញុំបើកឡានស្រែកយំស្រែកវេទនាជីវិតក្នុងឡានរហូតដល់សម្ដៅទៅចូលចង្វាយើងចង់លោតសម្រាប់ខ្លួនតែទីបំផុតយើងបានស្ដាប់ឮសលេងធัวទេសនារបស់លោកគ្រូសុភាពនៅពេលហ្នឹងហើយដែលខ្ញុំចាប់ផ្ដើមស្ដាប់ទឹកងក់មកសទុះហើយខ្ញុំបានស្ដាប់ហើយខ្ញុំបានធូរចិត្តហើយខ្ញុំចាប់ផ្ដើមកាន់តែយល់ជីវិតរបស់យើងមិនអាចផ្ដេកផ្ដួលលំបាកហើយយោស្រាជាត្រីមុខនៅពេលដែលយើងពិបាកចិត្តទេបងប្អូនខ្ញុំសូមប្រាប់បងប្អូនឲ្យច្បាស់នៅពេលនេះជាសម្លេងពិតរូបពិតពីបុគ្គលម្នាក់ដែលបានរួចរំដោះទុក្ខផុតពីការស្លាប់ខ្លួន3ដងហើយអ្វីដែលខ្ញុំជ្រះថ្លាមែនតើនោះគឺបងប្អូនខ្ញុំសូមឲ្យបងប្អូនដែលមានបញ្ហាទាំងអស់ទៅរៀនវិបស្សនា10ថ្ងៃរបស់សាលាលោកគ្រូ Goenka គាត់មាន3កន្លែងគាត់មាននៅបាត់ដំបងគាត់មាននៅកំពង់ចាមហើយនឹងមាននៅសៀមរាបហើយខ្ញុំបានទៅរៀនសៀមរាប10ថ្ងៃទៅខ្ញុំត្រឡប់មកវិញខ្ញុំជ្រះថ្លាខ្ញុំបានយល់ពីផ្លូវជីវិតវាមានសង្ខារវេទនាជាទុក្ខសង្ខារវេទនាជាសុខវានៅជាមួយយើងអញ្ចឹងយើងត្រូវដោះវាយើងអាចផ្ដេកផ្ដួលតាមវាបានទេហើយកាលណាតែយើងកាន់តែផ្ដេកផ្ដួលអាទុកលំបាកនឹងវាកាន់តែមកបងប្អូនមានបញ្ហាអីបងប្អូនត្រូវដោះស្រាយស្ដាប់ធម៌ទៅស្ដាប់គេរោអ្នកដែលគេមានចំណេះវិជ្ជាគេបញ្យល់ប្រាប់យើងកុំឲ្យគិតខ្លីសម្រាប់ខ្លួននេះជាចំណុចទី1ហើយចង់និយាយថាខ្ញុំក្រោយពីវិបស្សនាហើយ2ខែនេះខ្ញុំមានអារម្មណ៍ថាខ្ញុំបានធូរស្បើយទោះបីតែខ្ញុំមិនទាន់បានដោះទុកលំបាកមិនទាន់ទួលបានកម្រងថតភាពយន្តក៏ដោយក៏ខ្ញុំមិនផ្ដេកផ្ដួលមួយកន្លែងនេះបានទេបងប្អូនរយៈនេះបងប្អូនឃើញខ្ញុំស្រាប់ហើយខ្ញុំគិតថាខ្ញុំអាចធ្វើអ្វីបានច្រើនតែខ្ញុំអាចទៅផ្សព្វផ្សាយលក់ឲ្យគេទៅបើលក់បានយើងយកកុំប្រឆុងទៅហើយយើងធ្វើវីដេអូចែករំលែកផ្សេងទៅវីដេអូដូចជាខ្ញុំធ្វើវីដេអូជួយគ្នានេះក្នុងន័យជួយគ្នាទៅវិញទៅមកនេះបានទទួលការឧបត្ថម្ភរបស់ពីមិត្តខ្ញុំនិយាយទៅមួយថ្ងៃធ្វើម៉េចឲ្យយើងមានសកម្មភាពការងារជាជាងយើងនៅដេកផ្ដួលមួយកន្លែងនេះជាចំណុចដោះស្រាយរបស់ខ្ញុំដែលខ្ញុំចង់ចែកបទពិសោធន៍ជូនបងប្អូនហើយក៏ជាបទពិសោធន៍មួយចែករំលែកដើម្បីឲ្យបងប្អូនបានដឹងក្រៅអ្នកណាគេស្តៀងជីវិតដូចខ្ញុំអីអាចយកទៅប្រើប្រាស់បាននិយាយមួយម៉ាត់ទៅគឺជីវិតត្រូវតែតស៊ូទៅមុខកុំផ្ដេកផ្ដួលត្រូវតែខំប្រឹងអ្វីដែលអាចធ្វើបានត្រូវតែធ្វើដំណាក់កាលនេះត្រូវតែធ្វើគ្រប់យ៉ាងដើម្បីឲ្យយើងបានទៅមុខនិយាយមួយម៉ាត់ទៅយើងកុំផ្ដេកផ្ដួលតែផ្ដេកផ្ដួលគឺចប់ហើយតាកើតទុកហើយយកស្រាជាត្រីមុខគឺកាន់តែយ៉ាប់មែនតើជីវិតនឹងធ្លាក់នរកហើយបងប្អូនអញ្ចឹងខ្ញុំមានតែប៉ុណ្ណេះទេជួបគ្នានៅវីដេអូក្រោយទៀតបាទអរគុណច្រើន